គ្រប់ជំរាបសួរដល់បងប្អូនពុកម៉ែកូនក្មួយដែលតាមដានវីដេអូនេះហើយថ្ងៃនេះដែរខ្ញុំក៏បានលើកយកប្រាសាទបុរាណមួយកន្លែងដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបងហើយឈ្មោះថាប្រាសាទជាប្រាសាទវ័យចំណាស់មួយដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយដែលស្ថិតនៅក្នុងខេត្តបាត់ដំបងគឺប្រាសាទបាសែតហើយប្រាសាទបាសែតនេះក៏សាងនៅក្នុងសតវត្សទី11ចន្លោះពីឆ្នាំ1036ដល់1042ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយដែលបងប្អូនបានជ្រាបហើយរចនាបថផ្សេងនៃតួប្រាសាទគេត្រូវបានរៀបចំឡើងតាមរចនាបថឃ្លាំងលក្ខណៈសម្គាល់នៃរចនាបថនេះគឺមានការប្រើប្រាស់ថ្មភក់និងឥដ្ឋនៅក្នុងការសាងសង់ក្បាច់ដែលមានចម្លាក់យ៉ាងល្អឥតខ្ចោះរស់រវើកនៅលើផ្ទាំងថ្មនៅលើស៊ុមទ្វារនៅលើហោជាងនៅលើសសរនឹងតាមក្បាច់ក្បូរក្បាច់រចនាផ្សេងទៀតនៃតួប្រាសាទផងដែរប្រាសាទបាសែតគឺនិយាយចំទទួលរងនៅការខូចខាតជាច្រើននៅក្នុងសម័យកាលនៃសង្គ្រាមតាំងពីបុរាណកាលមកគឺពិតជាសោកស្ដាយមែនទែនហើយប្រាសាទបាសែតនេះគឺស្ថិតនៅភូមិបាសែតឃុំតាពងស្រុកនិងខេត្តបាត់ដំបងប្រាសាទបាសែតនេះបើនិយាយទៅពីក្រុងយើងទៅចម្ងាយប្រហែលជា15គីឡូម៉ែត្រពីទីរួមខេត្តអញ្ចឹងបងប្អូននៅក្នុងខេត្តបាត់ដំបងភាគច្រើនគាត់អាចនឹងមើលរំលងនៅប្រាសាទដ៏ចំណាស់មួយនេះប៉ុន្តែគួរតែមានការរៀបចំរចនាសម្ព័ន្ធឡើងវិញគួរតែមានការរៀបចំនៅរចនាបថនិងជួសជុលកែលម្អឡើងវិញដោយអាជ្ញាធរដែលរស់នៅក្នុងខេត្តបាត់ដំបងដែលទទួលខុសត្រូវដែលពាក់ព័ន្ធទៅលើតំបន់ប្រវត្តិសាស្ត្រនានាគួរតែយកចិត្តទុកដាក់ឡើងវិញទៅលើការកសាងនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធនៃប្រាសាទទាំងមូលឲ្យបានល្អប្រសើរជាងនេះដើម្បីទាក់ទាញនៅភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកទៅចូលរួមទស្សនានៃប្រាង្គប្រាសាទបុរាណខ្មែរដ៏ចំណាស់មួយនេះផងដែរជាជាក់ស្ដែងដូចដែលខ្ញុំបានទៅលេងប្រហែលថ្ងៃមុនហ្នឹងគឺឃើញនៅតែមានការបាក់បែកនិងការរស់រាយជាច្រើនដែលຕົករប៉ាត់របាយនៅតាមទីតាំងផ្សេងអានេះបើតាមជាកំណត់ចម្លខ្ញុំអាចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងពាក់ព័ន្ធនានាយកចិត្តទុកដាក់ទៅលើបេតិកភណ្ឌដែលជាកេរដំណែលរបស់ដូនតាហើយអាចទាក់ទាញទៅភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគាត់ចង់ឃើញអំពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងដ៏ចំណាស់នៅក្នុងប្រទេសកម្ពុជាពិតទៅប្រទេសកម្ពុជាយើងមានអរិយធម៌ដ៏ចំណាស់មានទេសចរវប្បធម៌និងអរិយធម៌ដ៏សម្បូរបែបហើយទាក់ទាញមែនទែនអញ្ចឹងបើសិនជាយើងជាពលរដ្ឋខ្មែរម្នាក់មានការកែតម្រូវកែលម្អផ្សេងរៀបចំខ្លួនរៀបចំផ្ទះសម្បែងខ្លួនឯងរៀបចំទីតាំងខ្លួនឯងឲ្យល្អប្រសើរដើម្បីទាក់ទាញនៅភ្ញៀវទេសចរ
ហើយទេសចរគឺជាការចាយលុយមួយដែលអត់មានប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិយើងទេមានតែជួយឲ្យសេដ្ឋកិច្ចជាតិបានរីកចម្រើនឡើងហើយទេសចរវាជាវិស័យមួយដែលគ្មានផ្សែងគ្មានបំពុលអញ្ចឹងទេសចរគឺជាការនាំលុយសុទ្ធចូលមកក្នុងប្រទេសយើងតែម្ដងអញ្ចឹងខ្ញុំជឿជាក់ថារដ្ឋាភិបាលយើងកំពុងតែរៀបចំហើយនឹងផ្ដោតទៅលើវិស័យទេសចរនេះខ្លាំងមែនទែនដើម្បីទាក់ទាញនៅភ្ញៀវទេសចរបរទេសឲ្យចូលមកកំសាន្តអញ្ចឹងការដែលចូលមកកំសាន្តរបស់ភ្ញៀវបរទេសនឹងធ្វើឲ្យប្រជាជនហើយនឹងជាតិរីចម្រើនខ្លាំងមែនទែនព្រោះពួកគាត់យកលុយមកចំណាយមកចាយនៅប្រទេសយើងទាំងដុលទាំងស្រង់ទាំងការចាយវាយទាំងការទិញរបស់របរផ្សេងហ្នឹងធ្វើឲ្យសេដ្ឋកិច្ចនឹងអ្នកលក់នៅតាមតំបន់មួយនៃតំបន់ទេសចរទាំងឡាយហ្នឹងគឺមានការកើនឡើងហើយមានការវិលជាចរន្តលុយចុះឡើងដើម្បីឲ្យសេដ្ឋកិច្ចដំណើរការបានល្អហើយនៅក្នុងនេះដែរយើងក្រឡេកមកមើលប្រាសាទដ៏ចំណាស់មួយនេះតាំងពីសតវត្សទី10ទៅ11ហ្នឹងអញ្ចឹងវាពិតជាមានអាយុកាលយូរមែនទែនយូរសែនយូរហើយខ្ញុំជឿជាក់ថារដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធនឹងព្យាយាមស្វះស្វែងរកនៅប្លង់ពិតប្រាកដតាំងពីបុរាណកាលមកដើម្បីនឹងបំពេញកែតម្រូវទៅលើប្រាង្គប្រាសាទមួយនេះឡើងវិញដើម្បីកែលម្អហើយឲ្យមានភាពស្រស់ស្អាតដូចជានៅប្រាសាទអង្គរវត្តនៅប្រាសាទផ្សេងទៀតដែលអាជ្ញាធរអប្សរាគាត់កំពុងតែរៀបចំនឹងប្រម៉ែប្រមូលជួសជុលកែលម្អតម្រែតម្រង់នៅទិសប្រាង្គប្រាសាទទៅតាមប្លង់នានាអញ្ចឹងខ្ញុំជឿជាក់ថាខេត្តបាត់ដំបងក៏មិនຕົកចោលឲ្យនៅយូរអង្វែងដែរឆាប់រដ្ឋាភិបាលគង់តែនឹងក្រឡេកទៅឃើញហើយយកចិត្តទុកដាក់ទៅលើទេសចរវប្បធម៌នេះនិងអរិយធម៌របស់ខ្មែរឲ្យបានកាន់តែច្រើនឡើងដែរហើយខ្ញុំជឿជាក់យ៉ាងមុតមនថាប្រាង្គប្រាសាទរបស់យើងកូនខ្មែររបស់យើងនីមួយគឺមានការពេញចិត្តនិងជួយគ្នានៅការរក្សានៅរចនាបទនានារបស់ប្រាសាទហើយនឹងយកចិត្តទុកដាក់ជួយគ្នានៅចិត្តខាងអ្នកដែលរស់នៅតាមប្រាង្គប្រាសាទនានានឹងជួយមើលថែគេដំណើររបស់ដូនតាយើងឲ្យបានល្អប្រសើរនិងគង់វង្សតទៅមុខព្រោះមួយមកមិនងាយនឹងសាងសង់មិនងាយនឹងឆ្លាក់មិនងាយនឹងធ្វើទេបងប្អូនអើយអញ្ចឹងដូនតាយើងបន្សល់មកគឺសម្រាប់យើងឲ្យឃើញនៅស្នាដៃចំនួនក្រោយនេះពិតជាល្អមែនទែនអញ្ចឹងហើយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ក៏សូមកោតសរសើរទៅដល់ស្នាដៃរបស់បុព្វបុរសចោតស្ញប់ស្ញែងយ៉ាងមែនទែនយ៉ាងពេញទំហឹងហើយក៏គាំទ្រដល់រដ្ឋាភិបាលក្នុងការដែលជួសជុលកែលម្អដើម្បីឲ្យមានសោភ័ណភាពគ្រប់គ្រាន់ទៅតាមរចនាបថប្រាង្គប្រាសាទពីគេដំណើរដូនតាដើម្បីជាការទាក់ទាញទៅដល់ភ្ញៀវអន្តរជាតិនានាដែលគាត់បានអញ្ជើញមកក្នុងទឹកដីនៃខេត្តបាត់ដំបងហើយជាភាពទាក់ទាញជាមែនតែនទៅក្នុងខេត្តបាត់ដំបងពិតជាសម្បូរនៃប្រាសាទមែនតែនច្រើនមែនតែនរហូតដល់ខ្ញុំមិនអាចនឹងចាំអស់ផងតើតាប្រទេសឃើញនីមួយមកបានយើងឃើញអំពីទឹកដៃឃើញពីប្រាសាទនានាដែលមាននៅក្នុងខេត្តបាត់ដំបងហើយទាក់ទាញមែនទែនក្បូរក្បាច់រចនាប្រណិតណាតាំងពីទសវត្សរ៍ឆ្នាំ1000ជាងមកអញ្ចឹងបងប្អូនអើយគេដំណើរនៃដូនតារបស់យើងគឺមានតម្លៃខ្លាំងមែនទែនអញ្ចឹង
có sân nôm po là bong po để ruột nơi chung vinh prasat bà sai tiếng mul chui thai rẽ xaនៅបរិស្ថានជុំវិញស្មៅសម្រាមនានាបងប្អូនជួយសម្អាតឲ្យបានស្រស់ស្អាតហើយរៀបចំនៅសម្រាមទាំងអស់ហ្នឹងឲ្យបានរៀបរយហើយប្រម៉ែប្រមូលថ្មដែលមានតាំងពីប្រវត្តិកាលឡើងមករៀបចំវាទុកដាក់ជាដុំគំនរទៅបើយើងអត់ចេះយើងអត់ស្គាល់ពីការរៀបចំក្បូរក្បាយរចនាទេទុកឲ្យក្រសួងពាក់ព័ន្ធជាអ្នករៀបចំគ្រាន់យើងគ្រាន់តែជួយប្រម៉ែប្រមូលទុកកុំឲ្យវាបាត់បង់កុំឲ្យវាខូចកុំឲ្យវាដុះស្លែត្រាំទឹកចោលនៅតាមកន្លែងផ្សេងអញ្ចឹងបើប្រជាជននៅតាមតំបន់ដែលអាចគាត់មើលឃើញគាត់អាចធ្វើបានយើងគួរតែជួយអាស្រ័យគ្នាទៅវិញទៅមកជួយថែរក្សានៅកេរដំណែលរបស់ដូនតាយើងដែលមានជាយូរយារមកហើយឲ្យមានតម្លៃខ្ពង់ខ្ពស់ឲ្យមានភាពតាក់ទាញសម្រាប់នឹងខេត្តបាត់ដំបងយើងទាំងមូលក្នុងវីដេអូនេះដែរក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរប្រជាជនខ្មែរក៏ដូចជាខ្ញុំក្នុងនាមជាខ្មែរមួយរូបក៏សូមកោតសរសើរនិងអរគុណដល់ដូនតាបុព្វបុរសយើងដែលបានបន្សល់ទុកនៅបេតិភណ្ឌដ៏មានតម្លៃសម្រាប់ពិភពលោកសូមអរគុណ